តោះបងប្អូនមកដឹងពីវិធីធ្វើគីមឈីងាយៗជាមួយខ្ញុំទាំងអស់គ្នាធ្វើគីមឈីហ្នឹងគឺខ្ញុំចំណាយតែជាង 10000 រៀលលុយខ្មែរយើងតែប៉ុណ្ណោះសម្រាប់គ្រឿងផ្សំគឺខ្ញុំមានស្ពៃបូកូចំនួន2ដុំកន្លះហើយការ៉ុតត្រឹមតែកន្លះមើមបងប្អូនចង់ដាក់1មើមក៏បានចំណែកឆៃថាវគឺខ្ញុំដាក់5-6មើមប៉ុន្តែខ្ញុំយកមកលាយជាមួយជាសាច់គីមឈីហ្នឹងគឺតែ2មើមទេ4មើមទៀតគឺខ្ញុំយកទៅហាន់ដុំដើម្បីយកលាយជាមួយពេលគីមឈីយើងចូលជាតិគីមឈីឆៃថាវយើងចូលជាតិក៏ឆ្ងាញ់ម្យ៉ាងអញ្ចឹងខ្ញុំធ្វើលាយគ្នាចំណែកឯខ្ទឹមបារាំងគឺខ្ញុំមានចំនួន4មើមចង់ដាក់4មើមក៏បាន5មើមក៏បានព្រោះអីមើមខ្ទឹមបារាំងរបស់ខ្ញុំគឺមើមខ្ទឹមតូចហើយបងប្អូនក៏ត្រូវមានកំពឹសប្រៃប៉ុន្តែនៅខ្មែរយើងគឺប្រើចំណែកឯប្រទេសកូរ៉េគេប្រើគីមឈីគេប្រើកំពឹសប្រៃកំពឹសគេយកហៅថាប្លាក់តែអំបិលទេយើងប្រើបកកំពឹសរបស់យើងក៏បាននិយាយរួមទៅគឺយើងរស់នៅប្រទេសកម្ពុជាអញ្ចឹងយើងប្រើតែគ្រឿងដែលមាននៅប្រទេសយើងទៅបានបងប្អូនខ្ញុំប្រើផ្លែប៉ោមមួយបើសិនជាបងប្អូនមានលទ្ធភាពប៉ោមមួយសេរីមួយក៏បានដែរកាន់តែឆ្ងាញ់ឆៃថាវខ្ញុំចិត្តសម្បករួចខ្ញុំយកមកកាត់ដុំកង់ជាដុំកាត់ជាចង្វាមូលបែបយើងស្លក៏បានដែរដើម្បីជាចំណិតតូចឆាប់ចូលជាតិហើយយើងងាយស្រួលញ៉ាំខ្ញុំភ្លេចប្រាប់គឺមានម្សៅអង្ករកូរជាមួយនឹងទឹកយើងកូរឲ្យឡើងឆ្អិនបើសិនជាបងប្អូនមិនពិបាកធ្វើអញ្ចឹងទេបងប្អូនអាចប្រើជាបាយកកបាយឆ្អិនដែលយើងដាំហ្នឹងកកក៏បានឬក៏បាយធម្មតាយើងហ្នឹងញ៉ាំនឹងសល់ហ្នឹងគឺក៏បានដែរហើយអ្វីដែលកាន់តែខ្វះមិនបាននោះគឺម្សៅម្ទេសកូរ៉េតែម្ដងសម្រាប់គ្រឿងផ្សំដែលខ្ញុំត្រូវចិតយកមកក្រឡុកនៅក្នុងម៉ាស៊ីនទឹកក្រឡុកដើម្បីឲ្យវាចូលសព្វសាច់គ្នានោះគឺមានផ្លែប៉ោមយើងហាន់ឲ្យតូចទៅឆៃថាវដាក់បន្តិចទៅខ្ទឹមបារាំងចំណែកខ្ទឹមសដែលបកខ្ទឹមបារាំងឆៃថាវដែលនៅសល់គឺយើងឈូសឲ្យសរសៃល្អិតឆិតឲ្យជាចំណិតតូចហើយរបស់ដែលត្រូវដាក់ចូលក្នុងទុំមួយឡែកបន្តនោះគឺផ្អកកំពុះយើងនឹងហើយនឹងខ្ញីខ្ញុំភ្លេចប្រាប់ពីដំបូងគឺយើងប្រើខ្ញីមួយកូនដុំដែរដាក់ចូលទៅក្នុងនឹងម៉ាស៊ីនទឹកក្រឡុកហើយដាក់បាយកកយើងចូលទៅហើយបងប្អូនប្រើទឹកត្រីប្រហែលជាមួយវែកសម្លឲ្យបងប្អូនគ្របឲ្យជិតហើយយកទៅក្រឡុករៀបចំកធុនស្អាតមួយដើម្បីដាក់គ្រឿងផ្សំបញ្ចូលគ្នាគ្រឿងផ្សំដែលយើងក្រឡុកអំបាញ់មិញហ្នឹងចាក់ចូលក្នុងកធុនដែលយើងបានរៀបចំហ្នឹងហើយបងប្អូនវាល់ម្សៅម្ទេសដាក់ចូលចំនួន2ចានម្សៅម្ទេសកូរ៉េគឺខ្ញុំប្រើម្សៅកញ្ចប់បែបហ្នឹងបើសិនជាបងប្អូនមានលទ្ធភាពអាចទិញមួយទៀតហ្នឹងគឺពណ៌ color ល្អជាងហ្នឹងហើយសាច់ម្ទេសម៉ត់ជាងហ្នឹងហើយយើងដាក់បន្លែដែលបានរៀបចំទុកមួយលើហ្នឹងដាក់ចូលមកហើយនឹងបន្ថែមស្លឹកខ្ទឹមដែលបានចិតកាត់កង់រួចហ្នឹងចូលខ្ញុំក៏ភ្លេចប្រាប់រឿងស្លឹកខ្ទឹមនឹងដែរយើងដាក់មកក្តាប់ដៃមកបើសិនជាបងប្អូនមានដាក់ក៏បានមិនដាក់ក៏បានប៉ុន្តែបើដាក់គឺកាន់តែឆ្ងាញ់ហើយយើងច្របល់គ្រឿងក្រៅទាំងអស់ដែលយើងដាក់ចូលក្នុងកធុនហ្នឹងឲ្យចូលគ្នាឲ្យសព្វចំណែកស្ពៃដែលយើងប្រអំបិលមុនហ្នឹងគឺយើងលាងពី3ទឹកឲ្យស្អាតហើយយើងដាក់សម្រស់ទឹកឲ្យស្រស់ទឹកល្អចាំយើងយកមកលាយគ្រឿងយកមកប៉ាតគ្រឿងហ្នឹងសម្រាប់ស្ពៃដែលបងប្អូនបានប្រឡាក់អំបិលហ្នឹងបងប្អូនអាចទុកវាចោលរយៈពេល2ម៉ោងពេលបងប្អូនប្រឡាក់ស្ពៃហ្នឹងផ្សំស្ពៃបន្តិចទៅកាន់តែធ្វើឲ្យស្ពៃយើងហ្នឹងទន់ប៉ុន្តែយើងអត់យកទន់ខ្លាំងទេគឺយកទន់ល្មមតែកាលណាប្រៃខ្លាំងពេកវាអត់សូវមានជាតិជូរចេញមកហើយវាជូរបែបប្រៃអត់សូវឆ្ងាញ់ទេអញ្ចឹងយើងប្រឡាក់ឲ្យទន់ល្មមទៅបានហើយយើងស្ទាបមើលយកតែទន់ល្មមគឺបានហើយសម្រាប់គីមឈីនេះយើងអាចយកទៅស្ងោរយើងអាចយកទៅឆាឬក៏យកមកឆុងមីញ៉ាំក៏បានយើងអាចយកទៅញ៉ាំជាមួយសាច់អាំងធ្វើឲ្យសាច់អាំងរបស់យើងគឺញ៉ាំទៅមិនជាឆាប់ទ្រាំញ៉ាំជាមួយគ្រឿងសមុទ្រក៏ឆ្ងាញ់ជារួមទៅគឺគីមឈីនេះគឺត្រូវបានគ្រប់យ៉ាងតែម្ដងផ្ទះនាងខ្ញុំគឺចូលចិត្តញ៉ាំបើកូនស្រីរបស់ខ្ញុំវិញគឺគេចូលចិត្តណាស់មិនថាស្ងោរមិនថាយកទៅធ្វើអីគឺគេចូលចិត្តញ៉ាំ
គីមឈីនេះបើសិនជាបងប្អូនបានធ្វើញ៉ាំម្ដងហើយប្រកាសជាអានឹងធ្វើញ៉ាំម្ដងទៀតប្រកាសជាឆ្ងាញ់យើងត្រៀមកន្លដាក់រៀបចំឲ្យស្អាតកន្លនោះគឺត្រូវស្ងួតហើយយើងយកមកដាក់គីមឈីហើយគីមឈីដែលយើងបានដាក់ចូលក្នុងក្រឡហ្នឹងគឺយើងទុកនៅខាងក្រៅទូទឹកកកចំនួន2ថ្ងៃ2ថ្ងៃក្រោយបងប្អូនអាចដកយកចេញមកពិសាបានហើយចំណែកឯឆៃថាវដែលខ្ញុំលៃសល់ចេញអំបញ្ញមិញហ្នឹងគឺខ្ញុំយកមកក្រឡុកគ្រឿងតាមក្រោយហើយយកដាក់ចូលបំពេញនៅក្នុងក្រឡជារួមទៅស្ពៃ2គុំកន្លះហ្នឹងគឺ2គីឡូគឺបាន1គីឡូ5គីឡូពេញតែម្ដងអរគុណបងប្អូនអ៊ំពូមីងដែលបានចូលមកទស្សនានៅក្នុងវីដេអូមួយនេះសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយហើយនឹងមានអ្វីល្អៗចែករំលែកដល់អ៊ំពូមីងទៀតអរគុណ